ពុកម៉ែបងប្អូនជំរាបសួរថ្មីនេះបងប្អូនបានដឹងហើយក្លឹបបញ្ជាការដ្ឋានអង្គរៈដែលជាម្ចាស់ការពារតំណែងជើងឯកពីរដូវកាលដេកជូលីកបាននាំចូលកីឡាករចំណូលថ្មីសញ្ជាតិឥណ្ឌូនេស៊ីមួយរូបទៀតហើយគាត់មានឈ្មោះថា Dimas Saputra Pratama ជំនាញស្មាត់ឆ្វេង opposite hitter វត្តមានរបស់ Dimas នៅក្នុងក្លឹបបញ្ជាការដ្ឋានអង្គរៈមួយនេះបានធ្វើឲ្យ fan ជឿជាក់ថាក្លឹបដ៏ខ្លាំងមួយនេះមានលទ្ធភាពកាន់តែខ្ពស់ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ពីរង្វាន់ដេកជូលីករដូវកាលទី3នេះបាទអញ្ចឹងបន្ទាប់ពី Louis ដែលជួយអង្គរៈលើកពី2ឆ្នាំបន្ទាប់ពី Faril ដែលជា ដៃសេតើចំណូលថ្មីហើយនឹង Ageng ដែលជាកីឡាករ outside hitter ស្ដាំបាទថ្មីរបស់បញ្ជាការដ្ឋានអង្គរៈឥឡូវនេះ Dimas បាទកីឡាករឆ្វេងក៏បានមកចូលរួមជាមួយនឹងអង្គរៈទៀតអញ្ចឹងអង្គរៈឆ្នាំនេះកាន់តែកាចកាន់តែខ្លាំងមែនទែនបងប្អូនណាកាន់តែខ្លាំងអញ្ចឹងអង្គរៈគាត់ការពារពីសម័យកាលហើយមួយរដូវកាលនេះគាត់ធ្វើយ៉ាងណាដើម្បីយកពានទៅកាន់ក្លឹបរបស់គាត់បានដូច្នេះអង្គរៈគឺមិនបន្ធូរដៃទេក្នុងការនាំយកកីឡាករល្អមកជួយក្រុមជាពិសេសនោះគឺកីឡាករនៅឥណ្ឌូនេស៊ីតែម្ដងកីឡាករ4រូបនេះហើយប្រិមិត្តខ្ញុំជឿជាក់ថាអង្គរៈប្រហែលជានៅមានកីឡាករទៀតនេះគ្រាន់តែការយល់ឃើញរបស់ខ្ញុំទេបាទផ្អែកទៅលើការបង្ហោះរបស់ Smart ឆ្វេង Suikhon បាទ Suikhon ថ្មីហ្នឹងបាទគឺគាត់បានបង្ហោះថានឹងជួបគ្នាឆាប់ជាមួយនឹង DO បាទគឺគាត់ដាក់រូបគាត់ជាមួយនឹង DO អញ្ចឹងណាអញ្ចឹង DO អាចនឹងមកក្លឹបបញ្ជាការដ្ឋានអង្គរៈដែរនេះបើតាមការយល់ឃើញឬជាតាមការសង្ស័យហើយមួយរូបទៀតបាទគឺបាទប្អូនប្រុសមាសច័ន្ទវិជាបាទគឺគាត់ក៏បានបង្ហោះដែរថ្មីនេះគាត់បានបង្ហោះ DO ដូចគ្នាដៃ setter ចំនួនទី1បងប្អូនបាទដែលជួយអង្គរៈឈ្នះពានរដូវកាលទី1អញ្ចឹងគាត់ក៏បានដាក់ថាដូចជានឹក DO ណាបាទអូហូយពិតជាមិនធម្មតាហើយក៏មានវីដេអូផុសថាកីឡាករ boy បាទឥណ្ឌូនេស៊ីរបស់ឥណ្ឌូនេស៊ីហ្នឹងក៏អាចមកចូលរួមដែរនឹងតាមការបង្ហោះបងប្អូនណាបាទពិតឬមិនពិតយើងមិនទាន់ដឹងទេពីព្រោះថាបរទេសសហព័ន្ធកីឡាបាល់ទះកម្ពុជាតម្រូវឲ្យមាន7រូបហើយលេងនៅលើទីលានបានតែ3រូបទេណាបងប្អូនណាបាទឥឡូវនេះយើងមកស្គាល់Dimas ដែលជាកីឡាករចំណូលថ្មីសន្លាងតែម្ដងបាទនៅក្លឹបបញ្ជាការដ្ឋានអង្គរៈអញ្ចឹង Dimas គាត់មានសញ្ជាតិឥណ្ឌូនេស៊ីតំណែងរបស់គាត់ហ្នឹងគឺ opposite hitter ដូចទៅនឹង Suikhon ដែរបាទគាត់កើតនៅក្នុងឆ្នាំ1995បងប្អូនណាបាទហើយកម្ពស់គាត់គឺ1.90 ម៉ែត្របាទទម្ងន់78គីឡូក្រាមបាទកម្ពស់គេហៅថាការកម្ពស់លុតគប់របស់គាត់បងប្អូនគាត់លុតគប់បាទអញ្ចឹងបាន3.60 ម៉ែត្របាទហើយសមត្ថភាពគាត់លួតប្លុកអញ្ចេះបាទប្លុកអញ្ចឹងគឺគាត់បានចំនួនបានប្រវែង3.40 ម៉ែត្រអញ្ចឹងគាត់អាចលុតបាន3.40 ម៉ែត្រណាបងប្អូនបាទហើយ Dimas នេះបងប្អូនណាចូលរួមជាមួយនឹងបញ្ជាការដ្ឋានអង្គរៈលើកនេះគឺជាក្លឹបទី10របស់គេហើយបាទតើ Dimas លេងឲ្យក្លឹបអ្នកណាគេខ្លះបងប្អូនតើ Dimas លេងឲ្យក្លឹបណាខ្លះបាទចាំបន្តិចខ្ញុំបាននឹងជម្រាបជូនពុកម៉ែបងប្អូនក្លឹបដំបូងគេដែល Dimas គាត់ប្រកបអាជីពនោះគឺ Jakarta BNI 46គាត់លេងឲ្យក្លឹបនេះពីឆ្នាំ2012ដល់ឆ្នាំ2017នៅឆ្នាំ2018ដល់19គាត់លេងឲ្យក្លឹប Palembang Bank បាទរបស់ឥណ្ឌូនេស៊ីដែរនៅក្នុងឆ្នាំ2019ដល់2020គាត់លេងឲ្យក្លឹប Lamongan Sadang បាទរបស់ឥណ្ឌូនេស៊ីដែរនៅក្នុងឆ្នាំ2020ដល់2021គាត់លេងឲ្យក្លឹប Java នៅឆ្នាំ2021ដល់2022គាត់លេងឲ្យក្លឹបដើមរបស់គាត់គឺ Jakarta BNI 46ហើយឆ្នាំ2021ដល់2024គាត់លេងឲ្យក្លឹប Indomaret Sidoarjo ហើយនៅក្នុងឆ្នាំ2022ដល់2024គាត់លេងឲ្យក្លឹប Jakarta STIN BIN នៅក្នុងឆ្នាំ2024ដល់2025គាត់លេងឲ្យក្លឹប Ria នៅក្នុងឆ្នាំ2024ដល់ឆ្នាំ2025គាត់លេងឲ្យក្លឹប Indomaret Sidoarjo នៅក្នុងឆ្នាំ2024ដល់2026គាត់លេងឲ្យក្លឹប Jakarta Lavani Levin Transmedia នៅក្នុងឆ្នាំ2025ដល់2026គាត់លេងឲ្យក្លឹប Indomaret Sidoarjo នៅក្នុងឆ្នាំ2026 2027នេះគាត់បានមកចូលរួមជាមួយនឹងក្លឹបបញ្ជាការដ្ឋានអង្គរៈបាទអញ្ចឹងបងប្អូនយើងចង់ដឹងអំពីសមត្ថភាពរបស់ Dimas Saputra ខ្លាំងកម្រិតណាបងប្អូនអាច search YouTube បានឬក៏ search TikTok បងប្អូនណាបាទនោះបាទ social media ទាំងពីរនឹងបង្ហាញពុកម៉ែបងប្អូនហើយបាទគឺមានច្រើនណាស់វីដេអូរបស់ Dimas បាទបច្ចុប្បន្ននេះស្រួលទេបងប្អូនណាចង់ដឹងពីកីឡាកររូបណាយើង search ទៅ YouTube ឬក៏ search ទៅ TikTok ទៅចេញហើយដូចខ្ញុំបានជម្រាបទៅដែរអញ្ចឹងវត្តមានកីឡាករ4រូបរបស់ឥណ្ឌូនេស៊ីនៅក្នុងគណៈពេលនេះយើងមិនទាន់ដឹងទៀតថាក្លឹបបញ្ជាការដ្ឋានអង្គរៈនឹងនាំកីឡាកររូបណាចូលរួមទៀតដោយការសង្ស័យមានដៃ setter ជំនាន់ទី1ដែលជួយអង្គរៈលើកពាន DO
បាទមករូបទៀតបាទកីឡាករ boy បាទឈ្មោះ boy របស់ឥណ្ឌូនេស៊ីហើយនឹងកីឡាករផ្សេងៗទៀតគឺយើងមិនទាន់ដឹងពីព្រោះសហព័ន្ធលោកអនុញ្ញាតឲ្យមួយក្លឹបអាចដោះដូរបាទកីឡាករបាន7រូបណាបងប្អូនអាចទិញកីឡាករបរទេសបាន7រូបមកចូលរួមប្រកួតប៉ុន្តែនៅលើទីលានបានតែ3រូបទេបាទដូច្នេះមាន fan យើងគាត់ជឿជាក់ថាវត្តមានរបស់កីឡាករឥណ្ឌូនេស៊ីទាំងនេះធ្វើឲ្យអង្គរៈកាន់តែមានលទ្ធភាពឡើងទៅកាន់វគ្គផ្ដាច់ព្រាត់បាទអញ្ចឹងឡើងឬក៏មិនឡើងអាស្រ័យទៅលើការបង្ហាញខ្លួនរបស់ក្លឹបណាបងប្អូនណាលើទីលានជាក់ស្ដែងបាទអញ្ចឹងបើសិនអត់មានព័ត៌មានផ្សេងទៀតអាប់ដេតអំពីបញ្ជីការរៈឬក៏កីឡាករទៅក្លឹបផ្សេងណាទៀតដូចជាស្វាយរៀងដូចជាសមាគមបាល់ទះហ្វីសេខាក្រសួងមហាផ្ទៃសង្កាភ្នំពេញបាទកោះកុងជាដើមនោះខ្ញុំបាទនឹងធ្វើបច្ចុប្បន្នភាពជូនពុកម៉ែបងប្អូននៅពេលនេះខ្ញុំបាទគូសុំអរគុណសូមជម្រាបបាយ